សួស្តីគ្រូហើយនឹងមិត្តភ័ក្តិទាំងអស់គ្នាវីដេអូហ្នឹងខ្ញុំនឹងធ្វើទាក់ទងទៅនឹង Alumni Common Exercise នៅក្នុងហ្នឹងយើងមាន3 part តែមាន part ទី1ហ្នឹងគឺ Pancake Management Exercise PIP and Redirection ហើយនឹង Firewall Exercise ហ្នឹងហើយដំបូងហ្នឹងយើងត្រូវធ្វើការ remote Ubuntu server ទៅ ASA សិនដែលខ្ញុំវាយ user របស់ខ្ញុំ Chan Mesa ហើយនឹង IP address ឡើយខ្ញុំចូលបានហើយហើយដំបូងបន្តទៀតហ្នឹងគឺយើងសូ username HMI ហើយបន្តមកយើងចូលទៅកាន់ exercise របស់យើងហ្នឹងដំបូងយើងធ្វើការ update វាមួយសិនគឺ sudo apt update ពេលយើងចង់ update ចឹងវាឲ្យ void password យើង void password វាចូលសិនមកបាននេះមិន red ទេអូខេចឹងវាធ្វើការ update ហើយហើយបន្តមកយើងដល់ចំណុចទី2យើងធ្វើការ install វាចឹងខ្ញុំវាយ sudo apt install ចឹងវាធ្វើការ install ហើយមកដល់ចំណុចទី3គឺយើងធ្វើការ install Pancake មួយដែលមានឈ្មោះថា ngx ចឹងយើងធ្វើការ install មកគឺ sudo apt install ឈ្មោះ Pancake ហ្នឹងគឺ ngx ហ្នឹងចឹងវាធ្វើការ install ហើយកន្លែងនេះវាសួរយើងចុច y មកបន្ទាប់ពីយើង install ហើយយើងធ្វើការ clear វាមួយសិនមកហើយចូលមកដល់ចំណុចបន្ទាប់គឺយើងចូលទៅដល់ចំណុចទី4យើងត្រូវ check ngx ហ្នឹងគឺ server របស់ ngx ហ្នឹងវាដើរឬក៏អត់ចឹងយើងធ្វើការ y command មួយគឺ command system ctl status ngx ចឹងខ្ញុំ system ខ្ញុំសេខោចឹងខ្ញុំសេម្ដងទៀត system status ngx ចឹងយើងអាចឃើញថាserver ngx របស់ខ្ញុំហ្នឹងគឺវាកំពុងតែ running ហើយដើម្បីចង់ចេញមកវិញយើងគ្រាន់តែចុចអក្សរ Q ហើយមកដល់ចំណុចទី5ហ្នឹងគឺយើងធ្វើការ remove Pancake ngx ហ្នឹងហើយដើម្បីធ្វើការ remove ហ្នឹងយើងគ្រាន់តែកវាយ command sudo apt ហើយយើងដាក់ remove ហើយដាក់ឈ្មោះរបស់វាគឺ ngx ចឹងវាធ្វើការ install អីចឹងវាសួរយើងចឹងយើងដាក់ y មកចឹងយើងធ្វើការ remove បានជោគជ័យហើយបន្ទាប់មកយើងចូលទៅកាន់ part 2ដែលយើងនិយាយពី PIP ហើយនឹង redirection ហើយចូលមកដល់ចំណុចទី1ហ្នឹងគឺគេចង់ឲ្យយើង display list on the file in a correct directory ហ្នឹងហើយដើម្បីធ្វើការនេះយើងវាយ command ls ហើយ command មួយទៀតហ្នឹងគឺ ls lx ចឹងវា list មក file ដែលយើងមានហ្នឹងគឺវាស្រួលមើលជាងមុនហើយនេះគឺជា file ដែលខ្ញុំមានឡើងមកកាន់ដោហើយចូលទៅដល់ចំណុចទី7គឺគេឲ្យយើងយក pip to a filter display តែ file ណាដែលមាន .txt ដែល file txt អញ្ចឹងយើងវាយ command ls.h
grab យកតែ file txt អញ្ចឹងវានឹងសោចេញមកវាចេញតែ file txt ដែលមាននៅក្នុង category ហ្នឹងហើយយើងចូលដល់ចំណុចទី8គឺគេឲ្យយើង use pim to search for this process ASA ហើយនឹង NGH អញ្ចឹងយើងធ្វើការវាយ command ps AUH អញ្ចឹងមកយើង grab យើងចង់បាន ASA យើងវាយ grab ASA អញ្ចឹងវាចេញវាយខ្ញុំវាយ command ខើយើងវាយម្ដងទៀត ps AUH /grab យើង grab យកតែ file ASA ចឹងវាសតែ file ASA ដែលខ្ញុំមានហ្នឹងហើយបើសិនជាយើងចង់បាន NGX យើងគ្រាន់តែវាយ comment ដដែលដូរពី ASA ដល់ NGX ហ្នឹងចឹងវានឹងចេញNGX ហើយចូលមកដល់ចំណុចបន្ទាប់ទៀតគឺចំណុចទី9ចំណុចទី9គឺredirect command output using into a file name output.txt ចឹងយើងធ្វើការ ls វាយ command ls សញ្ញាធំជាង output.txt ចឹងយើងចូលទៅ cat output.txt ចឹងធ្វើការ cat ចឹងវានឹងចេញfile របស់ខ្ញុំទាំងអស់ហ្នឹងមាន txt ពេលយើងដាក់សញ្ញាធំ output.txt ចឹងវាបានន័យថាវាចាប់file txt ហ្នឹងទៅដាក់នៅក្នុង file output.txt មួយហ្នឹងខ្ញុំធ្វើការ clear មួយសិនហើយដល់ path ទី3គឺ firewall exercise ដល់ចំណុចទី1ហ្នឹងគឺគេឲ្យយើង check firewall status ចឹងវាចេញinactive ហើយដើម្បីដោយសារតែយើងអត់ទាន់បាន enable វាអញ្ចឹងយើងចូលទៅការ enable វាគ្រាន់តែវាយ command sudo ufw status យើងចូលទៅ enable វាគ្រាន់តែវាយ sudo ufw ហើយនឹង enable វាមកចឹងវាសួរយើង process with operation យើងចុច y មកចឹងវាធ្វើការ enable ហើយយើងចូលទៅ check មើល firewall status ម្ដងទៀតយើងវាយ sudo ufw status ចឹងវាឃើញហើយយើងចូលមកដល់ចំណុចទី2ហ្នឹងគឺយើងគេឲ្យយើង allow port 80ហើយដើម្បីធ្វើ allow ធ្វើការ allow យើងគ្រាន់តែ sudo ufw allow យើងវាយលេខ80មកដោយសារតែខ្ញុំអត់ទាន់មាន port 80អញ្ចឹងវាធ្វើការ rule add ហើយបន្តមកយើងចូលទៅកាន់យើងទៅ check មើល status វាម្ដងទៀតចឹងយើងវាយ command sudo ufw status ចឹងយើងឃើញ port 80ហ្នឹងដែលយើងបាន add មិញមួយហ្នឹងហើយយើងចូលដល់ចំណុចទី13គឺគេឲ្យយើង allow ASH server ចឹងយើងធ្វើការវាយ command sudo ufw allow ASH ហើយចូលមកដល់ចំណុចចុងក្រោយហ្នឹងគឺគេគ្រាន់តែឲ្យយើង check firewall status again to verify the rule ហ្នឹងគឺយើងវាយ command ដដែលមិញហ្នឹងមកគឺ sudo ufw status ហ្នឹងអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានប៉ុណ្ណឹងអរគុណលោកគ្រូ